បាទខ្ញុំបាទជីវ័នសូមញាសូមជំរាបសួរបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូក្នុងការប្រណាំងនាថ្ងៃទី30បាទត្រូវថ្ងៃទឹកដែលស្ថិតនៅក្រុងបរសេនុហើយនេះជាកម្មវិធីប្រណាំង start ខុសពីកម្មវិធីប្រណាំងលក្ខណៈ Enduro Cross ចេញរួមដូចជា Cross យើងចេញរួមចំពោះវិញ្ញាសាហាត់ Enduro នេះគឺយើងចេញពី2តម្រៀបជាជួរបងប្អូនទាំងអស់គ្នាហើយចំនួនម៉ូតូសរុបគឺមានជាង10ម៉ូតូហើយយើងតម្រៀបជាជួរជាង6ទៅ7ជួរបងប្អូនទាំងអស់គ្នាហើយសម្រាប់ជួរខាងមុខ2ម៉ូតូជួរខាងក្រោយ2ម៉ូតូខ្ញុំបាទជួរទី3លេខរៀងម៉ូតូទី5បាទហើយចំពោះការ start នៃ2ម៉ូតូនីមួយៗគឺត្រូវបាន scan មានន័យថា check point នៃការ start របស់គណៈកម្មការក៏ដូចជា organizer អញ្ចឹងការប្រណាំងនេះប្លែកមែនទែនបងប្អូនទាំងអស់គ្នាចេញពីហើយរងចាំប្រហែលជា1នាទីទៅ2នាទីទើបយើង start 2ម៉ូតូទៀតអញ្ចឹងវាអាចថាជាបទពិសោធន៍មួយថ្មីដែរក្នុងការប្រណាំង hard enduro គឺយើងចេញរួមបងប្អូនទាំងអស់គ្នាគុណសម្បត្តិនៃការចេញរួមនេះគឺវាទី1អត់ឲ្យតាក់អតៈគ្នាចំពោះឧបសគ្គចំណោទខ្លាំងនៅខាងមុខហើយបុគ្គលវិបត្តិវិញអាចនិយាយបានថាពេលខ្លះគេអ្នកល្អគេទៅមុនគេមានឱកាសអញ្ចឹងមកហើយបានមានកម្មវិធីកាលពីថ្ងៃសៅរ៍ប្រណាំង Prolog អញ្ចឹងអ្នកណាដែលធ្វើ Prolog បានល្អលទ្ធផលបាន start មុនគេចំពោះថ្ងៃអាទិត្យបាទអញ្ចឹងចូលដល់ការ start របស់ខ្ញុំរងចាំប្រហែលជា1នាទីជាងទើបគាត់ឲ្យ start អញ្ចឹងបងប្អូនមើលទាំងអស់គ្នាសម្រាប់បងប្អូនដែលចង់ដឹងថាចំពោះ class brown ស្វាង class C ហ្នឹងផ្លូវលំបាកយ៉ាងម៉េចបងប្អូនអាចមើលវីដេអូនេះបានហើយចំពោះវីដេអូហ្នឹងបងប្អូនមើលឃើញស្ថានភាពផ្លូវបងប្អូនអាចគិតថាលំបាកក៏ថាបានស្រួលក៏ថាបានជាក់ស្ដែងសំខាន់ដល់យើងជិះសិនអញ្ចឹងណាបងប្អូនទាំងអស់គ្នាហើយចំពោះបទពិសោធន៍ខ្ញុំក្នុងការប្រណាំងនេះដែរជាលើកទី2និងលើកទី3របស់ខ្ញុំដែរចំពោះការប្រណាំង hard enduro នេះគឺជាប្រភេទផ្លូវអាចថាលំបាកថ្មរឹងអញ្ចឹងស្ថិតនៅក្នុងតំបន់ក្រុងបរសេនុបងប្អូនដឹងហើយជាតំបន់ភ្នំបាទអញ្ចឹងវាមានដីហុយថ្មទូចថ្មធំឡើងចំណោតចុះចំណោតហើយចំពោះការប្រណាំងនេះដែរក៏យើងត្រូវបានឆ្លងកាត់នៅផ្លូវមួយចំនួនដែលកំពុងអភិវឌ្ឍផងដែរអញ្ចឹងការប្រណាំងយើងគឺកន្លែងខ្លះគឺយើងអត់បានដាក់ខ្សែទេដោយបងប្អូនមើលខាងក្រោមនៃផ្លូវគឺមានជាដុំថ្មបាញ់ជាមួយសញ្ញាពណ៌ក្រហមបាទពីព្រោះការប្រជុំគឺគាត់បានប្រាប់ហើយគឺឆ្លាតសញ្ញាគឺគាត់អត់បានធ្វើឲ្យបានច្រើនងាយស្រួលដល់កីឡាករទេអញ្ចឹងការប្រណាំងរបស់យើងគឺលឿនពេកក៏ពិបាកយឺតពេកគេវ៉ាហើយអ្នកដែលវ៉ាគឺក៏ប្រឈមជាមួយនឹងការជិះហួសផ្លូវផងដែរអញ្ចឹងសម្រាប់ខ្ញុំបាទគឺអត់ស្គាល់ផ្លូវដូចគ្នាស្តៀងផ្លូវ rally ដែរបងប្អូនបាទបើសិនជាផ្លូវ rally ខ្លះយើងចំណាំដូចកន្លែងនេះបងប្អូនលឿនបងប្អូនហួសតែកន្លែងនេះគឺត្រូវមានការចោះចំណោទបាទហើយជាមួយឧបសគ្គកន្លែងនេះមានកុហកដាច់កុហកអីចឹងទៅអញ្ចឹងការលឿនរបស់យើងគឺពេលខ្លះមានប្រសិទ្ធភាពពេលខ្លះអាចគ្រោះថ្នាក់ដល់យើងវិញអញ្ចឹងបងប្អូនមើលទៅមានគំនូសជាមួយថ្មកន្លែងខ្លះចងជាមួយខ្សែហើយចំពោះ trek ក្នុងការប្រណាំងនេះដែរគឺចម្ងាយ30គីឡូម៉ែត្រទាំងផ្លូវឧបសគ្គនិងផ្លូវស្រួលអញ្ចឹងផ្លូវដូចអ្វីដែលបងប្អូនបានឃើញហើយថ្មទូធំហើយនឹងកុហកដាច់បាទទាមទារឲ្យយើងបើកធ្វើម៉េចឲ្យបានលឿនល្អមើលសញ្ញាឲ្យបានច្បាស់លាស់ហើយអ្វីដែលខ្ញុំចោទសំខាន់នោះគឺស្ថានភាពផ្លូវបែបនេះតើយើងគួរប្រើប្រភេទសបកអ្វីហើយនឹងសម្ពាធខ្យល់ប៉ុន្មានតាមអ្វីដែលខ្ញុំមានបទពិសោធន៍ចំពោះការប្រណាំងនេះគឺខ្ញុំសេរីខ្យល់ត្រូវបងប្អូនទាំងអស់គ្នាគឺផ្លូវរឹងថ្មទូចធំអញ្ចឹងកាលណាសបកយើងតឹងបងប្អូនដឹងហើយប៉ះថ្មគឺច្រឡោតដូចអ្វីបងប្អូនបានឃើញចំណុចនេះអញ្ចឹងគឺខ្ញុំចុះវ៉ាជាមួយនឹងកីឡាករជាវិនបាទចុះចំណោតខ្លាំងមានថ្មទូចធំបងប្អូនបានឃើញហើយអញ្ចឹងទាមទារសបកកង់មុខយើងកង់ក្រោយយើងជាប្រភេទសបកទុនស្វិតបាទហើយសម្ពាធខ្យល់គឺធូរនៅសល់ត្រឹមតែចន្លោះ30ទៅ25%នៃខ្យល់ទេបងប្អូនបាទធូរពេកអាចបែកតឹងពេកផ្លាតដួលអញ្ចឹងខ្ញុំបធូរមុខបន្តិចទៅបធូរក្រោយបន្តិចទៅបាទមិនតិចទេចង់ spare ដែរបងប្អូនទាំងអស់គ្នាអញ្ចឹងការបើករបស់ខ្ញុំគឺ smooth ជាមួយនឹងបាទការបុកថ្មហើយដូចអ្វីដែលបងប្អូនបានឃើញថ្មតែកាលណាយើងសប់កង់តឹងគឺវាបុកមកវាច្រឡោតខ្លាំងហើយចំពោះផ្លូវនេះដែរវាត្រូវមែនតើចំពោះម៉ូតូជាប្រភេទក្បាលចង្គៀងគេហៅថាប្រភេទ Enduro ម៉ូតូត្រៃយើងវាមាន Enduro មាន Cross មានកូនកាត់អញ្ចឹងការប្រណាំងរបស់ខ្ញុំប្រើជាមួយនឹងសាំងសុតបាទសាំងសុតប្រភេទ Enduro ក្បាលចង្គៀងណាអញ្ចឹងសម្រាប់កីឡាករមុខខ្ញុំគឺសេងហាក់ហើយខ្ញុំក៏ត្រូវបានសហការមួយគាត់បានល្អមែនទែនក៏ប៉ុន្តែនៅពេលដែល check point រួចគឺគាត់ត្រូវបានជាប់នៅកន្លែងឧបសគ្គមួយហើយគាត់ជិះច្រឡំផ្លូវហើយពិតជាសោកស្ដាយមែនទែនខ្ញុំបានសហការគាត់ការជិះបណ្ណារបស់យើងបងប្អូនដេញគ្នាមែនក៏ប៉ុន្តែចំណុចខ្លះផ្លូវយើងអត់ស្គាល់យើងគួរសួរគ្នាទៅវិញទៅមកលទ្ធផលយើងរំពឹងតាមជាក់ស្ដែងនៅពេលដែលជួបឧបសគ្គខ្លាំងអ្នកណាធ្វើបានអ្នកនឹងយកលទ្ធផលនឹងទៅហើយខ្ញុំក៏បានសហការមួយគាត់យ៉ាងល្អមែនទែនហើយចំពោះតិចទៀតបងប្អូនឃើញហើយចំពោះឧបសគ្គមួយមានបងប្អូនយើងនៅខាងមុខហួរផ្លូវក៏យើងស្រែកហៅដែរថាហួរផ្លូវហើយអញ្ចឹងបងប្អូនបានឃើញហើយអញ្ចឹងយើងចំណុចខ្លះក៏យើងមិនថាប្រដាំងស៊ីខ្សែហត់ឈាមដែរ
យើងចង់ឲ្យជីផ្លូវត្រូវទាំងអស់គ្នាកន្លែងណាឧបសគ្គសមត្ថភាពនៅពេលហ្នឹងអ្នកណាមានអ្នកណាមិនមានគឺពេលហ្នឹងហើយបាទអញ្ចឹងសម្រាប់ខ្ញុំ start ជួរទី3ម៉ូតូទី5អញ្ចឹងនៅខាងមុខខ្ញុំគឺមានចំនួន5ម៉ូតូបងប្អូន4ម៉ូតូបងប្អូនទាំងអស់គ្នាហើយខ្ញុំធ្វើការវ៉ាជាបន្តបន្ទាប់នៅកន្លែងណាដែលយើងវ៉ាបានហើយអត់គ្រោះថ្នាក់ដល់ខ្លួនឯងនិងអ្នកប្រណាំងមួយយើងនេះចំណុចនេះបងប្អូនយើងដែលនៅខាងមុខគាត់ទៅមុនអញ្ចឹងកន្លែងនេះដោយសារគាត់លឿនពេកគាត់អត់មើលជាមួយនឹងផ្លាកសញ្ញាឲ្យយើងបត់ទៅតាមខ្លះយើងបាទចំពោះការប្រណាំងរបស់យើង2ម៉ោងអញ្ចឹងវីដេអូខ្ញុំធ្វើគឺ20នាទីជាងអញ្ចឹងជាវីដេអូភាគទី1អញ្ចឹងបងប្អូនរងចាំទស្សនាវីដេអូភាគបន្តការឧបត្ថម្ភដោយជាឌីមានទទួលជួសជុលម៉ូតូតូចធំគ្រប់ប្រភេទទាំងលោកម៉ូតូគីមសៀងមានលោកម៉ូតូតូចធំគ្រប់ប្រភេទ OY Auto មានទទួលទិញរថយន្តទំនើបK Auto Car 47មានទទួលជួសជុលរថយន្តគុយទាបហាត់សាច់ជុំចំហុយជាងញ៉ាក្រឡឹងនិងសាដារ៉ាគង់តារាសីមានទទួលមកការសំណងបុកគ្រឹះភូមិគ្រឹះសម្បត្តិគ្រឹះគ្រប់ប្រភេទជាងហាប់ជួសជុលម៉ូតូ CSO7 Serene Design ដែលធ្វើឲ្យ55មានរសជាតិឈ្ងុយឆ្ងាញ់ជាង Maserati Repair Moto K17 Moto Series និងអរគុណបងប្អូនធីមរ៉ាយសាំទីទាំងអស់គ្នា